ចឹងរបៀបក្នុងការធ្វើអក្សរគឺមានតែប៉ុណ្ណឹងមួយទៀតនៅពេលដែលបងប្អូនមានអក្សរច្រើនឬក៏ជា subtitle បងប្អូនអាច copy paste មកមិនបាច់សេរីច្រើនទេ copy មកយើងដូរតែអក្សរមកបានហើយខអញ្ចឹងឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងយើងដាក់ sound effect មកយើងដាក់អក្សរ load មកអានេះយើងអាចដូរបានណាបាទ effect នេះយើងអាចដូរបានអញ្ចឹងយើងដូរវាទៅណាទៅតាមអ្វីដែលយើងចង់បានអូខេហ្នឹងហើយដូរបងប្អូនបាទ effect ថ្មីគឺស្អាតណែចឹងវីដេអូវាមានទាំងសំឡេងវាមានទាំងរូបភាពនៅពេលដែលយើងរៀបចំ sound រៀបចំ animation ហើយយើងដាក់ sound ចូលមកគឺវាស្អាតវាលយអូខេអញ្ចឹងមេរៀនថ្ងៃនេះមានតែប៉ុណ្្នឹងបងប្អូនមានចម្ងល់អាចធ្វើការសួរនៅក្នុងវីដេអូនេះបានខ្ញុំនឹងធ្វើការចែករំលែកបន្តទៀតបាទដូច្នេះអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត